ការខិតខំប្រឹងប្រែងពូនជ្រុំនៅសមត្ថភាពរបស់យើងសំខាន់រៀនឲ្យចប់រៀនឲ្យចេះចាំពាក្យពីររៀនឲ្យចប់បានកំបោះបងមនុស្សច្រើនណាស់គ្មានឱកាសអង្គុយដោយក្មួយទេយុវជនអាយុក្មួយច្រើនណាស់រាប់ពាន់រាប់ម៉ឺននាក់គ្មានឱកាសអង្គុយរៀនទេជីវភាពកត្តាផ្សេងអញ្ចឹងក្មួយអង្គុយមកកៅអីនេះមានឱកាសច្រើនទី2រៀនឲ្យចេះជ្រុលជាចំណាយពេល4ឆ្នាំនៃជីវិតរបស់យើងគុណទៅ1000ថ្ងៃយើងបាទជីវិតយើងរស់យ៉ាងច្រើនបាន150ទេម្នាក់នោះអញ្ចឹង4ឆ្នាំនេះច្រើនហើយអញ្ចឹងជ្រុលជាចាប់4ឆ្នាំនេះឲ្យចេះអីមួយឲ្យប្រកប hard skill បំណិនច្បាមបន្ថែមរៀនឥឡូវសម្ដេចព្រះមហាសង្ឃរាជបានខិតខំគៀកសប្បុរសជនសម្ដេចតេជោបានចូលរួមកសាងកន្លែងស្អាតឲ្យក្មួយរៀនអន្តេវាសិកដ្ឋានសម្រាប់ការស្នាក់នៅបានល្អទំនើបបដិជគុណខំប្រឹងគៀកដើម្បីបច្ច័យប្រចាំខែមកបង់ថ្លៃឲ្យក្មួយអាចមានកុំព្យូទ័ររៀនមានអគារស្នាក់នៅមានដង្ហើមបើអត់មានប្រសិទ្ធភាពទាំងអស់នេះមិនមែនបានដោយគ្មានការលះបង់ទេហើយឪពុកម្ដាយក្មួយខំប្រឹងចិញ្ចឹមតាំងពីក្មេងរហូតមកប៉ុណ្ណេះគាត់លះបង់ច្រើនឲ្យមករៀនអញ្ចឹងរៀនឲ្យចប់រៀនឲ្យចេះទេដើម្បីក្មួយខ្លាយទៅជាសសររឹងមាំកុំឲ្យកាន់សញ្ញាបត្រដល់ចូលទៅធ្វើការអត់ចេះរៀនខាងបកប្រែរៀនខាងភាសារៀនខាងកុំព្យូទ័រទៅដល់វាយ Microsoft Word អត់ចេះបាទអត់ទេអញ្ចឹងយើងត្រូវការអ្នកចេះប្រកបហើយបើក្មួយចេះប្រកបនេះហើយភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនជឿចុះមិនបាច់ចេះច្រើនទេភាសាមិនបាច់ចេះ10មុខហើយចេះបន្តិចទេ10ភាសាទេអានឹងសម្រាប់អួតតែដើម្បីឈ្នះចេះមួយឲ្យប្រកបអានឹងគឺចឹងជំនាញអីក៏ដោយបើរៀនខាងវិស្វករត្រូវធ្វើម៉េចកាល់កូលេកុំឲ្យបាក់ស្ពានបាទបើរៀនខាងគណនេយ្យត្រូវធ្វើម៉េចចេះកាន់គណនេយ្យឬមួយបេឡាឲ្យច្បាស់ប្រយ័ត្នយកទៅដល់បូកលេខអត់ត្រូវបាត់លុយគេនេះគឺជាកត្តាកំណត់វាផ្ដើមចេញនៅការសម្រួចផ្នត់គំនិតរបស់ខ្លួនត្រូវយល់ពីតម្លៃនៃកៅអីមួយតម្លៃនៃមួយវិនាទីរបស់ក្មួយបើក្មួយមានទស្សនៈនឹងការយល់ពីតម្លៃនេះហើយយើងអត់ប្រើប្រាស់ខុសទេមើលអា Facebook មកដល់ញ៉ៃខាតពេលយើងអស់ម្ដងចោលទៅមើលស្អីដែលអប់រំ1ម៉ោងដូចគ្នាចំណាយពេល20នាទីដូចគ្នាមើលស្អីអត់ប្រយោជន៍គេជេរគ្នាឬមួយក៏មើលព័ត៌មានអីដែលអាចឲ្យយើងដឹងថាការវិវត្តសង្គមពិភពលោកយ៉ាងម៉េចអាពីរនេះខុសគ្នាចំណាយពេលដូចគ្នាអត់មានសុំត្រឡប់មកវិញទេបាទគ្មានពីណាថយក្រោយមានតែរឿងកុនមួយគត់ដែលអាចកំណត់ថាឥឡូវខ្ញុំចង់ទៅឆ្នាំ75គេជិះឡានមួយនោះទៅវិលទៅ75វិញអត់ទេអត់មកវិញទេបាទ150ឆ្នាំនេះ10ឆ្នាំតែ15ដងទេក្មួយឥឡូវក្មួយទៅនេះប្រហែលជា10ឆ្នាំប្រហែលជាចូល2ដង3ដងហើយជីវិតមិនទៀងអញ្ចឹងអ្វីដែលយើងមិនថាអាយុប្រមាណអីប្រមាណត្រូវបង្កើតឲ្យបាននៅអ្វីដែលជាកត្តាចាំបាច់អញ្ចឹងការអប់រំថ្ងៃនេះគឺការកសាងនៅមជ្ឈមណ្ឌលអប់រំនៅក្នុងពុទ្ធចក្រដែលភ្ជាប់ជាមួយនឹងអាណាចក្រទេគឺខ្ញុំសូមចូលរួមអបអរសាជាថ្មីហើយក៏ជាទួនាទីហើយជាការសមិទ្ធផលធំដែរសង្ឃសាលាខុសពីសង្ឃរថយន្តបំរើមនុស្សប្រមាណអ្នកហើយអស់តម្លៃទៅពេលណាមួយគ្មានឡានណាមួយដែលប្រើ10ឆ្នាំហើយតម្លៃដូចពេលដែលទិញថ្មីដូចទេប៉ុន្តែមនុស្សដែលអប់រំទីនេះកាន់តែលូតតទៅទៀតព្រោះមូលដ្ឋានកាន់តែរឹងមាំហើយបើមានចំណេះដឹងពិតប្រាកដមានគុណធម៌សីលធម៌អរិយាបថអាចក្លាយទៅជាមេដឹកនាំបង្កើតសមិទ្ធផលបន្ថែមទៀតនៅថ្ងៃអនាគតអញ្ចឹងយើងអបអរសាទរថ្ងៃនេះគឺអបអរសាទរនៅ
សមិទ្ធផលដែលសម្រាប់កសាងសមិទ្ធផលសាលាការបដិបដាលសម្រាប់កសាងអប់រំមនុស្សដែលមានតម្លៃនិងសមត្ថភាពចូលរួមកសាងបង្កើតសមិទ្ធផលផ្សេងៗដល់សង្គមជាតិកម្ពុជា